ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទសុខសប្បាយយ៉ាងណាហើយបាទហើយថ្ងៃនេះផងដែរខ្ញុំបានបង្ហាញបាទរុក្ខជាតិមួយប្រភេទដែលជាឱសថបាទសម្រាប់ពុកម៉ែបងប្អូនយកទៅព្យាបាលបាទជំងឺដែលលើរូបរាងកាយរបស់ពុកម៉ែបងប្អូនមិនថាក្មេងចាស់ប្រុសស្រីទេគឺព្យាបាលបានទាំងអស់បាទហើយរុក្ខជាតិមួយនោះគឺមានឈ្មោះថាស្មៅទឹកដោះខ្លាធំបាទស្មៅទឹកដោះខ្លាធំវាមានស្មៅទឹកដោះខ្លាធំស្មៅទឹកដោះខ្លាតូចបើខ្លាតូចវិញស្មៅទឹកដោះខ្លាតូចវិញគឺស្លឹកវាដូចគ្នាសុទ្ធសាធចង់និយាយថាវាភិនភាគទាំងអស់គឺដូចគ្នា 100% ប៉ុន្តែក៏ថាវាតូចទៀបដីអាហ្នឹងវាអត់សូវធំដូចទឹកដោះខ្លាធំទេទឹកដោះខ្លាតូចណាហ្នឹងហើយស្មៅទឹកដោះខ្លាធំនេះគេយកមកព្យាបាលអីខ្លះហើយមានអត្ថប្រយោជន៍អីខ្លះសម្រាប់រូបរាងកាយរបស់យើងគឺខ្ញុំនឹងជម្រាបប្រាប់ពុកម៉ែបងប្អូនដូចតទៅនេះបាទស្មៅទឹកដោះខ្លាធំនេះគឺវាជំនួយកម្លាំងវារក្សាវាជួយរក្សាធាតុកម្ដៅរបស់យើងនៅក្នុងខ្លួនហ្នឹងជួយកាត់បន្ថយគុណក្ដៅកែពឹសកែជំងឺគ្រុនចាញ់កែរុកហើនកែរុកក្អកហើយមួយទៀតគឺគេយកព្យាបាលដំបៅមាត់ពងបែកមាត់ជំនួយដល់លំនឹងហើយនឹងកែអាការៈឈឺថ្មិញណាពុកម៉ែបងប្អូនណាហ្នឹងហើយស្មៅនេះគឺមានអត្ថប្រយោជន៍ច្រើនដែរសម្រាប់ពុកម៉ែបងប្អូនយកទៅព្យាបាលតាមរបៀបដែលខ្ញុំប្រាប់ណាពុកម៉ែបងប្អូនណាហ្នឹងហើយស្មៅនេះមិនពិបាករកទេផ្ទះពុកម៉ែបងប្អូនឬក៏តាមផ្លូវតាមមុខផ្ទះហ្នឹងគឺដុសពាសពេញបាទតាមមុខផ្ទះតាមផ្លូវហ្នឹងពុកម៉ែបងប្អូនណាហ្នឹងហើយពុកម៉ែបងប្អូនអាចយកស្មៅនេះដាក់វាប្រហែលជា4-5 តងទៅ4-5 ដើមមាន4-5 តង4-5 ដើមទៅយកវាលាងទឹកឲ្យស្អាតពុកម៉ែបងប្អូនយកទៅស្ងោរបាទយកទៅស្ងោរវាស្រស់ក៏បានស្ងួតក៏បានប៉ុន្តែស្រស់ពុកម៉ែបងប្អូនទាំងអស់គ្នាស្ងោរពីចំនួនបាទ30 ក្រាមទៅ60 ក្រាមបើស្ងួតវិញពុកម៉ែបងប្អូនស្ងោរពីចំនួន10 ក្រាមទៅ30ឬក៏40 ក្រាមពុកម៉ែបងប្អូនហ្នឹងហើយស្ងោរចំនួនទឹក1 លីត្រកន្លះទៅពុកម៉ែបងប្អូនយកមកព្យាបាលបាទហូបព្យាបាលជំងឺដែលខ្ញុំបានជម្រាបប្រាប់ពុកម៉ែបងប្អូនមុននេះបន្តិចដូចជាជំងឺហឺតជំងឺក្អកហ្នឹងគឺប្រកែណាស់តាមនេះណាហ្នឹងហើយអ្នកខ្លះដឹងមានអ្នកខ្លះគឺគាត់មិនបានដឹងដោយសារតែរុក្ខជាតិនេះគាត់មិនបានស្គាល់ដែរប៉ុន្តែឃើញដោះនៅមុខផ្ទះគាត់អញ្ចឹងទៅគាត់មិនបានចាប់អារម្មណ៍ពុកម៉ែបងប្អូនណាហ្នឹងហើយបន្ទាប់ពីបានតាមដានហើយនឹងទស្សនានៅវីដេអូរបស់ខ្ញុំហើយសង្ឃឹមថាពុកម៉ែបងប្អូនអរគ្នាបានស្គាល់នៅរុក្ខជាតិនេះបាទស្រួលចំណាំទេវាអត់មានអីពិបាកចំណាំទេមើលតែវីដេអូរបស់ខ្ញុំដែលខ្ញុំបានបង្ហាញទៅគឺពុកម៉ែបងប្អូនស្គាល់រុក្ខជាតិនេះតែម្ដងអត់ពិបាកទេហ្នឹងហើយរុក្ខជាតិនេះគឺដូចខ្ញុំជម្រាបហើយថាដុះគ្រប់កន្លែងអរគុណពុកម៉ែបងប្អូនដែលតាមដាននិងទស្សនារាល់វីដេអូ